ចាសួស្តីថ្ងៃនេះជួបជាមួយលំហាត់ថ្នាក់ទី6លំហាត់នេះគេឲ្យយើងបង្កត់ចំនួនខាងក្រោមត្រឹមខ្ទង់ភាគ10និងខ្ទង់ភាគ100ក0.851ចាអញ្ចឹងលេខដែលគេឲ្យបង្កត់នេះគឺសុទ្ធតែជាចំនួនទស្សភាគអញ្ចឹងចំនួនទស្សភាគចែកចេញជាពីរផ្នែកគត់និងផ្នែកទស្សភាគផ្នែកគត់គឺយើងរាប់ពីស្ដាំទៅឆ្វេងរាប់ខ្ទង់ចាចំណែកឯផ្នែកទស្សភាគគឺយើងរាប់ពីឆ្វេងទៅស្ដាំដូចនេះគឺគេហៅថាខ្ទង់ភាគ10លេខ8ខ្ទង់ភាគ10លេខ5នៅខ្ទង់ភាគ100លេខ1នៅខ្ទង់ភាគ1000ចំណែកឯលេខ0នេះគឺមានតែឯងអញ្ចឹងវានៅខ្ទង់រាយចាអញ្ចឹងយើងបង្កត់ត្រឹមខ្ទង់ភាគ10អញ្ចឹងយើងស្គាល់អត់ថាខ្ទង់ភាគ10គឺលេខប៉ុន្មានចាខ្ទង់ភាគ10គឺលេខ8ប្រកួតខ្ទង់ភាគ10យើងត្រូវមើលខ្ទង់ភាគ100ខ្ទង់ភាគ100លេខ5លេខ5ជាលេខដែលយើងបង្កត់ឡើងឬបង្កត់ចុះចាលេខដែលបង្កត់ចុះមានលេខ0លេខ1លេខ2លេខ3លេខ4ចាលេខបង្កត់ឡើងគឺលេខ5លេខ6លេខ8លេខ9ចាអញ្ចឹងគឺយើងត្រូវបង្កត់ឡើងចា0នេះយើងដាក់ដដែលចុចនេះដដែលចាលេខ5អង្គត់ឡើងអញ្ចឹងលេខ8ត្រូវថែមបាន1ទៀតគឺឡើងបាន5 4ចំណែកឯខ្ទង់នៅក្រោយនោះគឺយើងត្រូវសរសេរលេខ0ទាំងអស់ចាបង្កត់ត្រឹមខ្ទង់ភាគ100បង្កត់ខ្ទង់ភាគ100លេខខ្ទង់ភាគ100គឺលេខ5ចឹងយើងបង្កត់ខ្ទង់ភាគ100យើងត្រូវមើលខ្ទង់ភាគ1000ខ្ទង់ភាគ1000គឺលេខ1លេខ1ចឹងយើងត្រូវបង្កត់ចុះចាចឹង0ចុចលេខ8សរសេរដដែលចាលេខដែលយើងគិតមិញហ្នឹងគឺវាឡើងវាចុះចាអញ្ចឹងចុះយើងសរសេរលេខ5លេខ1គឺសេខ្លះជាលេខ0ខនេះជួបគ្នាវីដេអូមួយទៀត